15 Pro Max បាទធ្លាក់តាមមកកពកឆ្ងោករើសបើកឆាច់មកងឹតមុខស្លប់ឃើញទេខូចអាខាងក្រោមងឹតមុខឈឹងតែម្ដងបាទបើកលែងចេញស្រាប់មីក្រងម៉ាត់ហ្នឹងបាទហ្នឹងបានគេហៅថាឈាមកប់បាទឈាមកប់ជីវិតធ្លាក់ស្មើ0ហ្មងណាហើយតាធ្លាក់ដល់0ហើយវាលែងធ្លាក់ទៀតហើយបងប្អូនបាច់ភ័យបាទអញ្ចឹងអានេះវារៀងងឹតមុខដែរបាទ iPhone 15 Pro Max ឋានសមលុយទុកចូលឆ្នាំមានណាធ្លាក់ទូរស័ព្ទមកខ្វាច់បាក់ទាំងតួទៀតបាទបាក់ទាំងតួហើយខូចអេក្រង់ទៀតនិយាយទៅស្បែកកម្មបណ្ដោយបាទដល់កហ្មងនេះអញ្ចឹងមិនបាច់និយាយច្រើនទេបាទទាញតំណប់មកដើម្បីជួសជុលហើយតំណប់កំរាលនេះបាទមកពីខាងម៉ែវផេតបាទបងប្រុសក៏តែងតែឧបត្ថម្ភគាំទ្ររហូតបាទគ្រប់តំណប់ទាំងអស់ដែលខ្ញុំថតនៅក្នុងវីដេអូបងប្អូនអាចរើទិញពីគាត់បានបាទអញ្ចឹងយើងធ្វើការដោះគ្រឿងបំបែកមកដើម្បីជួសជុលហើយទូរស័ព្ទនេះត្រូវដូរអេក្រង់និងដូរតួស្នូកដាលដោយសារថាតួរបស់គាត់នោះវារាងកែកវារាងវាចមកបន្តិចអញ្ចឹងបើសិនជាយើងដាក់អេក្រង់ទៅក៏វាមិនអឹបស្មើដែរដោយសារថាវារាងកាច់តួខាងក្រោមមកបន្តិចតែយើងដូរអេក្រង់ទៅវានៅតែប្រឈមបញ្ហាបាទអ្នកកន្លែងដែលបញ្ហាហ្នឹងគឺអេក្រង់បាទអេក្រង់កន្លែងហ្នឹងគឺក្បាលអេក្រង់ណាពេលណាដែលធ្លាក់ទៅគឺត្រូវហើយទាំងហ្នឹងគឺតំណជាងគេហ្មងបាទចាប់ពី iPhone 15 Pro Max ទៅគឺក្បាលអេក្រង់គឺអឹបជាប់នឹងតួបើសិនជាធ្លាក់មើមតាប៉ះតួខ្ពិតទៅនៅអេក្រង់មកបន្តិចគឺបើបុកផ្ទៃហើយបាទឆ្នោតជាប់វាឡើងអញ្ចឹងបាទបញ្ហាគឺវាត្រង់អញ្ចឹងយើងត្រូវការថ្នាក់ថ្នមបន្តិចទៅដោយសារអេក្រង់ស៊េរីជំនាន់ក្រោយវាទលាយខ្លាំងពេកបាទអញ្ចឹងវារើកន្លែងទប់កអេក្រង់អត់ឃើញទេបាទអញ្ចឹងកអេក្រង់គឺនៅជាប់ជាមួយនឹងតួនឹងត្មងបាទវាអឹបនឹងតួអញ្ចឹងណាបើសិនជាធ្លាក់មើលគឺចប់ហើយបាទងឹតមុខឈឹងហើយម្ចាស់នឹងងឹតមុខស្លប់ហើយបាទវាមិនថោកទេបាទអេក្រង់ហ្នឹងតម្លៃសិតពីវាស្លឹកដែរហ្នឹងបាទមែនអន់ណាអញ្ចឹងយើងត្រូវការភាពថ្នាក់ថ្នមបន្តិចទៅបាទត្រូវការភាពថ្នាក់ថ្នមបន្តិចទៅហើយនេះយើងធ្វើការដោះគ្រឿងចេញអស់បាទរុះរើចេញទាំងអស់តែម្ដងបាទដើម្បីធ្វើការដូរស្នូលបាទស្នូលតួរបស់វាហ្នឹងហើយសម្រាប់កញ្ចក់ខ្នងក្រោយគឺអត់ដូរទេដោយសារអត់អីដែរបាទបើសិនជាបែកអាហ្នឹងមួយទៀតចប់តែហ្មងបាទអស់មានតិចទេបាទហើយនេះកាមេរ៉ារបស់គាត់ហ្នឹងក៏ប្រឡាក់ដែរព្រោះពីមុនមកប្រវត្តិទូរស័ព្ទនេះភ្ញៀវគាត់ថាធ្លាប់ដូរអេក្រង់មួយសាហើយបាទដូរអេក្រង់ហើយនឹងដូរខ្នងក្រោយហើយប៉ុន្តែឥឡូវហ្នឹងគឺវាខូចទៀតបាទហើយគាត់ថាសរុបទៅវាចូលខ្ទង់2000ហើយបាទតាំងពីទិញមកតាំងពីធ្វើជួសជុលហ្នឹងនិយាយទៅអស់8លានរៀលហើយបាទអស់ក្រាលដែរហ្នឹងបាទហើយនេះគឺជាអេក្រង់នេះគឺជាខ្នងក្រោយបាទខ្នងក្រោយដែលភ្ញៀវគាត់ធ្លាប់ដូរមួយសាហើយតែជាប្រភេទខ្នងស៊ីនដូចគ្នាទេអត់អីទេបាទគាត់ដូរនៅកន្លែងមិត្តភ័ក្ដិអ្នកស្គាល់គ្នាអញ្ចឹងណាបាទហើយឥឡូវនេះគាត់ក៏យកមកឲ្យខាងខ្ញុំដូរវិញបាទចង់ភ្លក់ទឹកដៃរសជាតិមើលថាខុសគ្នាប៉ុណ្ណាអីចឹងណាបាទហើយគាត់ធ្លាប់ដូរកន្លែងគេនិយាយថាគេអត់បិទស្គុតឲ្យផងហ្នឹងបាទនេះលេងបិទកាវគេហៅកាវ B7000 យកតែបដ ாய் បាទអញ្ចឹងទៅវាអត់ត្រូវនឹងស្តង់បាទស្តង់ដារបស់គេបាទអញ្ចឹងទៅយកមកខ្ញុំក៏ដូរតួនេះចាញ់បាទជំនួសតួរបស់យើងទៅតួយើងនេះជាប្រភេទតួស៊ីនដែរបាទប្រភេទកាប់សាច់ដោះពី iCloud បាទអញ្ចឹងយើងធ្វើការបិទស្គុតបងប្អូនបាទធ្វើការបិទស្គុតស្តង់ដារបស់ Tim Cook មកដើម្បីយើងបិទខ្នងក្រោយនោះចូលវិញបាទអញ្ចឹងយើងធ្វើការបិទស្គុតនេះវាមិនមែនស៊ីនរបស់ Apple គេផលិតយកមកអង្គុយលក់ឲ្យយើងទេបាទអានេះជាប្រភេទគេហៅ OEM បាទជាប្រភេទគេផ្គត់ផ្គង់ឲ្យបាទសម្រាប់ផ្លាស់ប្ដូរឲ្យយើងជួសជុលបាទជួសជុល device របស់គេអញ្ចឹងណាបាទអញ្ចឹងទៅយើងធ្វើការបិទមកឃើញថាវាស្អាតវាហាប់ល្អដែរនោះវាមិនមែនហើបបិទទៅដូចស្គុតចិនខ្នងចិនអីទេបាទហើយបន្ទាប់ពីហ្នឹងទៅយើងធ្វើការរៀបចំចាប់គ្រឿងវាចូលមកវិញមកបាទមានដូចជាគូតសាកដុំញ័របាទ speaker អីជាដើមបាទយើងរៀបចំចាប់ចូលវិញទៅហើយនេះយើងធ្វើការកឹបwireless បាទមកផ្ទះ wireless ហ្នឹងបើសិនជាចាប់ពី15ឡើងបើសិនជាយើងដូរអាហ្នឹងក៏វាលោតដែរបាទវាលោត message ប្រាប់យើងដែរ
ចឹងទៅ Apple កាន់តែតឹងរឹងទៅហើយបាទថាដូរស្អីគឺលោតនឹងតែម្ដងបាទតិចទៀតដូរគូតសាកលោតគូតសាកបាទតិចទៀតដូរ speaker លោត speaker ហើយបាទអីតែតិចទៀតទៅនឹង detect ទាំងអស់បាទរាល់ speaker គូតសាកអីចាំមើលតាដូរទៅលោតព្រាតពេញហ្នឹងបាទតាមពិតទៅវាលោតវាមិនជាបញ្ហាទេបងប្អូនខ្លះគាត់ប្រកាន់ណាបាទគាត់ប្រកាន់ថាអូលោតចឹងទៅអត់ចង់បានបាទអត់ចង់ឲ្យវាលោតណាតាមពិតទៅបើសិនជាបងប្អូនច្បាស់ថាដូរ spare part SIM ដូរគ្រឿងSIM មិនបាច់ខ្វល់រឿង message ទេមិនបាច់ខ្វល់ទេអាហ្នឹងគាត់ថា Apple បញ្ជាក់ប្រាប់យើងថាទូរស័ព្ទរាល់ទូរស័ព្ទដែលបានផ្លាស់ប្ដូរគ្រឿងហើយគឺត្រូវតែលោតបាទទោះគ្រឿង SIM ក៏ដោយគ្រឿង copy ក៏ដោយប៉ុន្តែបើគ្រឿង SIM វាលោតប្រាប់ថាគ្រឿង SIM ថារបស់ហ្នឹងវាមិនរបស់ Apple ឬក៏អត់វាលោត unknown path ឬក៏អត់អីអញ្ចឹងណាបាទអញ្ចឹងយើងធ្វើការបើកគ្រឿងមកបងប្អូនគាត់ថាបើកឆាតចេញមកនិយាយពីថា cute មែនតើបងប្អូនអើយបាទនេះអញ្ចឹងយើងធ្វើការតេស្តបងប្អូនបាទធ្វើការតេស្តទៅលើ function មើលថាទូរស័ព្ទមួយហ្នឹងដំណើរការប្រក្រតីឬក៏អត់វាមានខូចទាំងណាទៀតអត់មានក្រមក្នុងទាំងណាពាក់ព័ន្ធមួយ speaker បាទដុំញ័របាទ scan មុខអីហ្នឹងថាដើរស្រួលឬក៏អត់អីអញ្ចឹងណាបាទអញ្ចឹងយើងធ្វើការតេស្តយ៉ាងល្អិតល្អន់បាទមុននឹងដាក់ឲ្យភ្ញៀវប្រើមកឲ្យភ្ញៀវយកទៅប្រើមកើតដៀលកំណត់ជាងថាជាងអត់ចេះធ្វើទៀតបាទអញ្ចឹងប៉ុណ្ណឹងគឺអូខេអស់ហើយបងប្អូនបាទយើងធ្វើការតេស្ត function ទៅឃើញថាប្រក្រតីធម្មតាអត់អីទេទឹកដៃហ្នឹងឃើញថានៅរាងស្ទើរបន្តិចបាទអញ្ចឹងយើងធ្វើការសម្អាតបាទយើងធ្វើការសម្អាតអេក្រង់របស់យើងទៅអេក្រង់នេះអេក្រង់ SIM បាទ SIM របស់ Tim Cook បាទអញ្ចឹងយើងធ្វើការដោះយក sensor បាទនេះ sensor នេះគឺទូនាទីរបស់វាគឺសម្របសម្រួលពន្លឺថ្ងៃតាមសម្របសម្រួលអេក្រង់តាមពន្លឺថ្ងៃបាទបើសិនជាយើងអត់ដាក់ហ្នឹងទេអត់ scan មុខហើយអត់ដើរអូតូពន្លឺទៀតបាទអញ្ចឹង sensor ហ្នឹងសំខាន់មែនតើបាទអញ្ចឹងយើងធ្វើការបិទជម្រាបទឹកបាទបិទជម្រាបទឹកកັບអេក្រង់ចូលទៅឃើញថាស្អាតចាស់តែម្ដងបាទតែប៉ុណ្្នឹងទៅគឺស៊ីលុយបាត់ហើយបាទស៊ីលុយហើយបាទណែយើងធ្វើការតេស្តទៅលើកាមេរ៉ាបន្ថែមទៀតបាទនេះកញ្ញែញ៉ែនបាទមុខអូដល់កនេះហើយកាមេរ៉ានេះ focus មិនចង់បានទេទោះដាក់រីងគៀកបន្តិចនិយាយទៅវាអត់ចង់ស្គាល់បណ្ដោយ Face ID ហ្នឹងវាអត់ចង់ scan មុខយើងណាបាទវាអត់ចង់ scan មុខយើងអញ្ចឹងប៉ុណ្ណឹងឃើញថា cute ហើយបាទ cute មែនតែម្ដងបាទស្អាតចាស់ហើយយើងក៏បានធ្វើការ clip បាទធ្វើការគៀបទៅលើអេក្រង់ហ្នឹងហើយនឹងតួហ្នឹងឲ្យវាស្អិតចូលគ្នារក្សាសំណុំដើមកៅជម្រាបទឹកបាទប៉ុណ្ណឹងឃើញថាអែមស្រែម